ចឹងបាន10លើ5អញ្ចឹង10លើ5នៅទីនេះបាទអញ្ចឹងបើយើងសម្រួលតទៀតទៅយើងអាចសម្រួលជាមួយនឹងលេខ5បាទអញ្ចឹងកាលណាបើយើងសម្រួលជាមួយនឹង5បានន័យថានៅទីនេះគឺបាន2បាទបាន2ហើយនៅខាងក្រោមនេះគឺសួស្តីទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាវិញទៀតហើយជាមួយនឹងវីដេអូបកស្រាយអំពីលំហាត់អញ្ចឹងបាទនៅក្នុងមេរៀនទី10នេះបាទគឺតេតិនទៅនឹងវិធីបូកនិងវិធីដកប្រភាគបាទអញ្ចឹងនៅក្នុងមេរៀននេះគឺមានលក្ខណៈសាំញ៉ាំបន្តិចបាទដោយឡែកចំពោះបងប្អូនសិស្សានុសិស្សអាចតាមដានឲ្យបានជប់ជួនបាទហេតុផលគឺថាពេលខ្លះយើងអត់យល់អំពីវិធីនៃការដោះស្រាយបាទអញ្ចឹងវីដេអូមួយនេះគឺសម្រាប់ទាំងអស់គ្នាបាទយល់ពីគ្រឹះនៃការដោះស្រាយជាពិសេសនោះគឺការបាទរកភាគបែងរួមនៃប្រភាគបាទទាំងពីរនេះបាទហើយមួយទៀតនោះគឺសម្រួលប្រភាគបាទអញ្ចឹងនៅក្នុងការបកស្រាយនៅលំហាត់បន្ទាប់នេះគឺមាន2ទី1គឺការរកភាគបែងរួមហើយទី2នោះគឺបាទសម្រួលប្រភាគបាទអញ្ចឹងយើងមើលនៅក្នុងនេះជាការឧទាហរណ៍បាទ3លើសំទោស2លើ3អញ្ចឹង2លើ3កាលណាយើងសម្រួលប្រភាគបាទអញ្ចឹងបាន2នេះត្រូវគុណនឹង5អញ្ចឹងកាលណា2គុណនឹង5 3នេះក៏ត្រូវទៅគុណនឹង5ដូចគ្នាដែរអញ្ចឹងបាន10លើ5អញ្ចឹង10លើ5នៅទីនេះបាទអញ្ចឹងបើយើងសម្រួលតទៀតទៅយើងអាចសម្រួលជាមួយនឹងលេខ5បាទអញ្ចឹងកាលណាបើយើងសម្រួលជាមួយនឹង5បានន័យថានៅទីនេះគឺបាន2បាទបាន2ហើយនៅខាងក្រោមនេះគឺបាទគឺបាន3បាទអញ្ចឹងយើងសម្រួលបាទអញ្ចឹង15បាទសំទោសយើងសម្រួលទៅគឺបាទនៅខាងលើបាន2បាទហើយនៅខាងក្រោមបាន3បាទហើយមកដល់នៅខាងក្រោមនេះវិញទៀតបាទ1លើ5អញ្ចឹង1លើ5នេះយើងសម្រួលដូចគ្នាដែរអញ្ចឹងដើម្បីសម្រួល3លើ15បានអញ្ចឹងបើន័យថាយើងយកមកចែកបាទអញ្ចឹង3នេះត្រូវចែកជាមួយនឹង3បាទអញ្ចឹងភាគយកចែកលើ3ហើយភាគ3 15នេះក៏ត្រូវចែកនឹង3ដូចគ្នាអញ្ចឹងនាំឲ្យបាទស្មើបានបាទស្មើនឹង1លើ5អញ្ចឹង1លើ5នេះបាទជាកលឹះដែលមាននៅក្នុងនេះបាទអញ្ចឹងដើម្បីរកភាគបែងរួមអញ្ចឹងឲ្យយើងយក3នេះបាទ3តួទី1ហើយគុណជាមួយនឹង5ក្នុងតួទី2អញ្ចឹង3 5ដងគឺ15អញ្ចឹងនៅក្នុងលក្ខណៈនេះគឺជាការសម្រួលប្រភាគហើយមកក្នុងចំណុចនេះគឺរកភាគបែងរួមបើអញ្ចឹងដោយឡែកបាទយើងចូលទៅក្នុងលំហាត់របស់យើងតែម្ដងអញ្ចឹងលំហាត់ថ្ងៃនេះបាទខ្ញុំសូមលើកយកត្រឹមតែពីករហូតដល់ហូតែប៉ុណ្ណោះបាទហេតុផលគឺថាដោយសារបើខ្ញុំដាក់ច្រើនបាទអាចទាំងអស់គ្នាអាចនឹងexcited ជាមួយនឹងវីដេអូបាទអញ្ចឹងខ្ញុំសូមបង្ហាញត្រឹមតែពីករហូតដល់ខូប៉ុណ្ណឹងបាទអញ្ចឹងបាទសម្រួលប្រភាគឲ្យរកភាគបែងទៀតបាទអញ្ចឹងកនេះ2លើ4និង5លើ10
អញ្ចឹងយើងនៅទីនេះ2 លើ 4 អញ្ចឹងដើម្បីសម្រួលប្រភេទបានអញ្ចឹងយើងយក2នេះទៅសម្រួលជាមួយទៅនឹង2ដូចគ្នាដែរបាទអញ្ចឹង2ចែកនឹង2នៅទីនេះគឺបាន1 លើ 2អញ្ចឹង1 លើ 2បាទហើយឥឡូវយើងទៅរកប្រភេទបន្តទៀតនៃប្រភេទនៅទីនេះអញ្ចឹងប្រភេទនេះគឺ5 លើ 10អញ្ចឹង5 លើ 10អញ្ចឹង5 លើ 10យើងអាចសម្រួលមក5យើងមើល5ដែរ1 5 1 10អញ្ចឹងយើងអាចសម្រួលជាមួយនឹង5បាទអញ្ចឹងយើងសម្រួលនឹង5មានន័យថា5ចែកនឹង5គឺបាន1ហើយ10ចែកនឹង5គឺបាន2អញ្ចឹងនៅទីនេះបាទដោយសារប្រភេទទាំងពីរមានភាគបែងដូចគ្នាហើយសម្រួលទៅក៏ឃើញប្រភេទដូចគ្នាអញ្ចឹងយើងឆ្លើយថាបាទយើងសរសេរមកដូចនេះរៀបរាប់បន្តិចបាទអញ្ចឹងដូចនេះបាទ2/4និង5/10ស្មើ1/2យើងបានប្រភេទអញ្ចឹងប្រភេទនេះបាទយើងសម្រួលបាន1/2បាទនោះមានភាគបែងរួមគឺ2បាទអញ្ចឹងនេះជាការបកស្រាយនៅចំណុចកឥឡូវយើងចូលដល់ចំណុចខចំណុចខ3 លើ 12និង8 លើ 20អញ្ចឹងបាទចំណុចទាំងពីរនេះបាទទាំងអស់គ្នាអាចមើលបានបាទអញ្ចឹងយើងមើលចំណុចប្រភេទទី1សិននៃលំហាត់ខអញ្ចឹងភាគយករបស់យើងគឺ3អញ្ចឹងភាគបែងគឺ12បាទអញ្ចឹងឥឡូវយើងសម្រួលអញ្ចឹង3ចែកនឹង3អញ្ចឹងកាលណា3ចែកនឹង3 12ក៏ត្រូវទៅចែកទៅនឹង3ដូចគ្នាដែរអញ្ចឹង3ចែកនឹង3បាទគឺបាន1ហើយ12ចែកនឹង3គឺបាន4អញ្ចឹងយើងបានប្រភាគ1 លើ 4អញ្ចឹងហើយនៅចំណុចនេះដែរបាទទាំងអស់គ្នាអាចមានវិធីសាស្ត្រច្រើននៅក្នុងការរកភាគបែងរួមអាចយកបាទភាគបែងទាំងអស់នៃប្រភេទដែលយើងសម្រួលបានគុណបញ្ចូលគ្នាហើយឃើញភាគបែងរួមបាទអញ្ចឹងវិធីសាស្ត្រនេះបាទហើយវិធីសាស្ត្រមួយទៀតនោះគឺយើងរក direct ទៅតែម្ដងបាទតាមប្រភេទអញ្ចឹងយើងបាន1 លើ 4ហើយបាទអញ្ចឹងយើងបាន1 លើ 4អញ្ចឹងយើងទៅរកភាគបែងរួមបាទភាគបែងរួមអញ្ចឹងគឺបាន5 លើ 20អញ្ចឹងប្រភេទនេះគឺជាប្រភេទដែលយើងសម្រួលបានហើយភាគបែងនេះគឺជាភាគបែងរួមបាទអញ្ចឹងជាភាគបែងរួមឥឡូវយើងមើលប្រភេទទី2 8 លើ 20អញ្ចឹង8 លើ 20ក៏យើងត្រូវតែសម្រួលដូចគ្នាផងដែរបាទយើងសម្រួលភាគប្រភេទនេះបាទសម្រួលប្រភេទ8 លើ 20អញ្ចឹងយើងត្រូវសម្រួលជាមួយនឹង4បាទអញ្ចឹង20ចែកនឹង4ហើយ8ក៏ត្រូវទៅចែកជាមួយនឹង4អញ្ចឹង8ចែកឲ្យ4គឺបាន2អញ្ចឹងយើងបាន2ចំណែក20ចែកទៅនឹង4នេះបាទគឺស្មើទៅនឹង5អញ្ចឹងឥឡូវយើងរកបន្តទៀតទៅនឹងភាគបែងរួមបាទភាគបែងរួមអញ្ចឹងក្នុងប្រភេទទី1យើងរកឃើញ20បាទចំណែកភាគយកយើងអត់ចាំបាច់គិតទេបាទអញ្ចឹងយើងរកភាគបែងរួមឲ្យស្មើនឹង20ដូចគ្នាអញ្ចឹងយើងសម្រួលប្រភេទបានហើយគឺបាន2 លើ 5អញ្ចឹងដើម្បីបានភាគបែងរួមទៅនឹង20បាទអញ្ចឹងលេខ5នេះត្រូវគុណជាមួយនឹងបាទទៅនឹង4អញ្ចឹង5 4ដងគឺ20ហើយចំណែកឯ2គុណនឹង4គឺបាន8អញ្ចឹងនាំឲ្យយើងបានប្រភេទថ្មីមួយ8 លើ 20ហើយនេះគឺជាភាគបែងរួមហើយនេះគឺជាការសម្រួលប្រភេទបាទ
ចឹងយើងអាចឆ្លើយដូចនេះបាទ3 លើ 12 ស្មើនឹង 1 លើ 4 បាទហើយនឹង8 លើ 20 គឺ2 លើ 5 អញ្ចឹងនោះមានភាគបែងរួមគឺ 20 អញ្ចឹង 20 គឺជាភាគបែងរួមឥឡូវយើងចូលដល់ចំណុចគោលចំណុចគោលនៅទីនេះគឺ15 លើ 20 និង 3 លើ 9 អញ្ចឹងប្រភេទទី1របស់យើងគឺ15 លើ 20 ប្រភេទទី2គឺ3 លើ 9 ឥឡូវយើងចំណុច15 លើ 20 អញ្ចឹងដើម្បីយើងសម្រួលប្រភេទអញ្ចឹងយើងយកបាទសម្រួលទៅនឹង5អញ្ចឹងកាលណាយើងសម្រួលជាមួយនឹង5បើន័យថា15នេះត្រូវចែកជាមួយនឹង5 20ក៏ត្រូវចែកនឹង5ដូចគ្នាអញ្ចឹង15ចែកនឹង5បាទបាន3ហើយចំណែកឯ20ចែកនឹង5គឺបាន4អញ្ចឹងយើងសម្រួលតទៀតដើម្បីយើងរកភាគបែងរួមបាទអញ្ចឹង3 លើ 4 អញ្ចឹងយើងសម្រួលបាទអញ្ចឹងការគុណនេះគឺជាការយើងរកភាគបែងរួមបាទប៉ុន្តែបើក្នុងករណីទាំងអស់គ្នាមិនចង់ធ្វើបែបនេះទេទាំងអស់គ្នាអាចយក5នេះគុណនឹង4ដូចគ្នាបាទដើម្បីឃើញភាគបែងរួមគឺ20ហើយបន្តទៀតគឺយើងបាទរកភាគបែងរួមគឺ3នេះត្រូវគុណជាមួយនឹង3បាទអញ្ចឹង3 ដង 5 9ហើយចំណែកឯ4បាទចំណែកឯ4នេះគឺយើងត្រូវគុណជាមួយនឹង3បាទអញ្ចឹង4 3 ដង 12 3 ដង 9 អញ្ចឹង9 លើ 10 12បាទព្រឹងចំណុចនេះយើងរកភាគបែងរួមឃើញគឺ12ហើយចំណុចនេះគឺជាប្រភេទដែលយើងសម្រួលបានឥឡូវយើងចូលដល់ប្រភេទទី2 3 លើ 9 បាទអញ្ចឹងយើងសម្រួលទៅនឹងប៉ុន្មានបាទអញ្ចឹងយើងអាចសម្រួលជាមួយនឹង3បាទអញ្ចឹង9ត្រូវសម្រួលនឹង3ចែកនឹង3ហើយ3ខ្លួនឯងនោះក៏ត្រូវទៅចែកជាមួយនឹង3ដូចគ្នាអញ្ចឹងនៅទីនេះយើងបាន1 លើ 3នៅ1 លើ 3អញ្ចឹងយើងចង់រកភាគបែងរួមតទៀតអញ្ចឹងយើងដឹងហើយថានេះលេខប្រភេទនេះយើងសម្រួលរួចហើយអញ្ចឹង3ដើម្បីឲ្យបាន12ត្រូវគុណនឹងប៉ុន្មានបាទអញ្ចឹង3នេះត្រូវគុណជាមួយនឹង4បាទអញ្ចឹង3 4 ដង 12ហើយ4គុណនឹង1គឺបាន4អញ្ចឹងបាន4 លើ 12បាទដូចនេះ15 លើ 20 និង 3 លើ 9បាទអញ្ចឹង15 លើ 20 គឺប្រភេទដែលយើងសម្រួលបានគឺបាន9 លើ 12ហើយបាទអធិស្ឋានផងដែរបាទនេះអាចដាក់3 លើ 4បាទ3 លើ 4បាទ3 លើ 4ហើយប្រភេទទី2នោះគឺបាន1 លើ 3បាទ1 លើ 3អញ្ចឹង15 លើ 20 គឺប្រភេទដែលយើងសម្រួលបានគឺ3 លើ 4ហើយ3 លើ 9នោះគឺប្រភេទដែលយើងសម្រួលបាននេះគឺ1 លើ 3ចំណែកឯភាគបែងរួមនោះគឺស្មើទៅនឹង12បាទហើយក្នុងចំណុចនេះខ្ញុំក៏ចង់បញ្ជាក់តែថានៅពេលដែលយើងឃើញសម្រួលប្រភេទរួចហើយយើងមើលភាគបែងនៅខាងក្រោម3ហើយភាគបែងទី1នេះ4បាទអញ្ចឹងដើម្បីសម្រួលបានយើងយក3មកបាទ3គុណនឹង4មកស្មើទៅនឹង12ដូចគ្នាដែរហើយទាំងអស់គ្នាខ្លះមិនចាំបាច់ធ្វើបែបនេះក៏បានដែរបាទអញ្ចឹងមានច្រើនជម្រើសបាទទាំងអស់គ្នាអាចសម្រួលតាមរយៈការចែកមកតាបធម៌ក៏បានដែរបាទអញ្ចឹងបើចង់អានេះអាស្រ័យលើទាំងអស់គ្នាដែលធ្វើការសម្រេចចិត្តបាទយើងអាចដោះស្រាយបានច្រើនរបៀបឥឡូវយើងចូលដល់ចំណុចខ8 លើ 14និង5 លើ 15
អញ្ចឹងប្រភេទទី1នេះ8 លើ 14 8 លើ 14 នេះគឺយើងត្រូវសម្រួលដូចគ្នាដែរបាទអញ្ចឹងយើងសម្រួលជាមួយនឹង2អញ្ចឹង8ចែកនឹង2អញ្ចឹងបាន4 4 លើ 5 បាទបាន4 លើ 7អញ្ចឹងឥឡូវខ្ញុំទៅរកភាគបែងរួមទៀតហើយបើសិនជាអ្នកទាំងអស់គ្នាមិនចង់រកភាគបែងរួមទេគ្រាន់តែយកផលនៃការសម្រួលប្រភាគគុណនឹងបាទផលនៃការសម្រួលប្រភាគដែលយើងយកភាគបែងគុណបញ្ចូលគ្នាក៏បានដែរបាទអញ្ចឹង4 លើ 7យើងរកភាគបែងរួមអញ្ចឹង4នេះត្រូវគុណនឹង3អញ្ចឹងបាន12បាទអញ្ចឹង7គុណនឹង3បាទគឺបានបាទ21អញ្ចឹងយើងបាន12 លើ 21អញ្ចឹងនេះគឺជាការសម្រួលបាទការរកភាគបែងបាទនឹងការរកភាគបែងចំណុចនេះគឺការសម្រួលប្រភេទដល់ប្រភេទទី2 5 លើ 15អញ្ចឹង5 លើ 15នេះគឺយើងត្រូវបាទយើងសម្រួលជាមួយនឹង5បាទអញ្ចឹង5ចែកនឹង5គឺបាន1ហើយ15ចែកទៅនឹង5គឺបាន3អញ្ចឹងនេះជាប្រភេទដែលយើងសម្រួលបានអំពីប្រភេទទី2ចំណុចនេះបាទអញ្ចឹងយើងសម្រួលប្រភេទទៀតមកដើម្បីបាទ3គុណនឹងប៉ុន្មានដើម្បីស្មើទៅនឹង21នៃភាគបែងខាងនេះបាទអញ្ចឹង3នេះត្រូវគុណជាមួយនឹង7បាទ3 7ដង21បាទចំណែកឯ7គុណជាមួយនឹង1អញ្ចឹងនាំឲ្យយើងបានបាទ7 លើ 20 21ដូចនេះបាទប្រភេទបាទ8 លើ 14គឺបាទនេះជាប្រភេទដែលសម្រួលបានគឺបាន3គឺបានសំទោស4 លើ 7និង5 លើ 15គឺបាន1 លើ 3អញ្ចឹងយើងបានភាគបែងរួមគឺស្មើទៅនឹង21បាទអញ្ចឹងនេះជាការបកស្រាយអំពីចំណុចករហូតមកដល់ចំណុចខបាទមានតែប៉ុណ្្នឹងឯងហើយការបកស្រាយបន្ទាប់ខ្ញុំនឹងជូននៅវីដេអូក្រោយៗបាទអញ្ចឹងបាទចុងក្រោយបាទសូមអរគុណហើយកុំភ្លេចតាមដាននៅវីដេអូបន្ទាប់ទាក់ទិនទៅនឹងលំហាត់បន្តទៀតបាទអញ្ចឹងចុងក្រោយសូមអរគុណសូមជម្រាបលា